បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះយ៉ែមសុកនីហើយប្រពន្ធខ្ញុំឈ្មោះណូម៉ាឡៃរស់នៅភូមិសីស្រុកឃុំញញងស្រុកត្រាមកក់ខេត្តតាកែវក៏ពិតចំមន់ហ្នឹងយូរហើយតាំងពីខ្ញុំចេញចំមួយប្រពន្ធខ្ញុំហ្នឹងគឺចាប់ផ្ដើមការចំមន់ហ្នឹងព្រោះខ្ញុំស្រឡាញ់ការចំសัตว์ហ្នឹងតាំងពីដើមមកប៉ុន្តែការចំវាមានតិចតួចអញ្ចឹងហើយយើងពង្រីកម្ដងបន្តិចចាប់ពីមេ4-10ក្បាលរហូតដល់មន់100-200ក្បាលរហូតមកដល់បច្ចុប្បន្នហ្នឹងគឺធ្វើការចង់បានពូជមួយហើយក៏បានខាងវិទ្យាឋានជាតិនិយាយទៅខ្ញុំអត់សូវស្គាល់ខាងនោះសុំទោសផងគាត់ក៏បានមកដាក់ការសហការមួយគឺចង់បានពូជសុទ្ធអញ្ចឹងគឺយើងចាប់ពីកូនមន់1000ក្បាលបាទយើងចាំមន់ដូចគ្នាក៏ប៉ុន្តែឥឡូវនេះគឺមិនចាំមន់តាមបែបគ្រាន់តែឲ្យតែបានតែមានមន់ទេគឺយើងចាំមន់បែបអាជីវកម្មចាំមន់ដើម្បីលក់រកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារឥឡូវគឺយើងមិនត្រឹមឲ្យបានមន់លក់ឲ្យមន់បានលុយទេគឺយើងចាំឲ្យមន់មានគុណភាពហើយបំពេញទៅតាមរកការទីផ្សារទៀតអញ្ចឹងបានយើងឃើញថាមន់សួយឈ្មោះក៏គេសួរមន់ដែលមានរោមចិត្តមន់ដែលមានសាច់ល្អហើយការធំធាត់ប្រហាក់ប្រហែលគ្នាអញ្ចឹងយើងគិតឃើញមន់ស្គួយគឺល្អជាងគេមន់ដែលយើងត្រូវជ្រើសរើសបច្ចេកទេសឥឡូវយើងមានការកត់ត្រាទិន្នន័យការប្រមូលព័ត៌មានដឹងពីការចំណូលចំណាយដឹងពីការរីករូតលាស់ហើយយើងធ្វើតាមការប្រកាសសពនិមិត្តហើយការអនុវត្តវិធានការជីវសុវត្ថិភាពយើងធ្វើបានច្រើនជាងមុនខុសគ្នាចូល 70% នៃការចិញ្ចឹមពីមុនមកយើងចិញ្ចឹមមានការពង្រីកក៏ប៉ុន្តែបើនិយាយពីចំនួនមន់ងាប់មានច្រើនមន់ពីមុនមកការចិញ្ចឹមមន់ងាប់ច្រើនប៉ុន្តែយើងធ្វើគម្រោងនេះមកឃើញតែចិញ្ចឹមមន់1000ក្បាលអត្រាងាប់របស់មន់ហ្នឹងវាតិចតួចហើយវាធំក៏លឿនហើយលក់ទៅក៏បានលុយច្រើនអាចងាប់ពីមុនទុំ15ទៅ20%ព្រោះខ្ញុំធ្លាប់តាមដានរឿងហ្នឹងដែរងាប់15ទៅ20%ហើយឥឡូវនេះគឺមួយរយៈដែលខ្ញុំដាក់គុណមន់1000យើងធ្វើជាមួយគម្រោងរឹតបន្តឹងជីវសុវត្ថិភាពនេះហើយការប្រើប្រាស់វ៉ាក់សាំងអីនេះការថែទាំនិយាយទៅគឺការថែទាំដ៏ល្អគឺអត្រាមន់ងាប់អត់ដល់10%ទីមួយគឺដឹងសេដ្ឋកិច្ចយើងវិភាគដឹងថាយើងចំណាយប៉ុណ្ណាគឺរឿងមួយដែលដឹងហើយរឿងសំខាន់ដែលខ្ញុំមិនអាចបំភ្លេចបានទោះខ្ញុំលើកឡើងពេលណាក៏មិនអាចបំភ្លេចបានពាក់ព័ន្ធនឹងការងារមួយប្រចាំនៅក្នុងគ្រួសារដែលខ្ញុំនៅជួបប្រពន្ធខ្ញុំថ្ងៃនេះសូមទោសផងដោយសារកូនទៅរៀនអស់លើកឡើងកូនចូលមហាវិទ្យាល័យអស់ដោយសារការខិតខំព្យាយាមពីការចិញ្ចឹមសត្វហ្នឹងហើយហើយរឿងមួយទៀតដែលខ្ញុំនៅនឹងគឺខ្ញុំត្រេកអរនឹងការភាពគិតថាជោគជ័យខ្លាំងបំផុតគឺខ្ញុំនៅផ្ទះហ្នឹងហើយពីមុំនោះខ្ញុំធ្វើការឲ្យគេខ្ញុំដើរធ្វើសំណង់ធ្វើផ្ទះធ្វើអីឲ្យគេនៅខាងក្រៅច្រើនផ្ដោតគ្រឿងការងារខាងក្រៅដើម្បីរកចំណូលហើយពេលហ្នឹងគឺជួបបញ្ហាគ្រោះថ្នាក់ខ្លះខ្ញុំគ្រោះថ្នាក់ចិត្តនឹងអស់ជីវិតប្រហែលហើយតែវាខ្ញុំគិតថាបើសិនជាមានមុខរបរអីល្អជាងហ្នឹងខ្ញុំគិតថាខ្ញុំនឹងព្យាយាមបន្ថយគឺការងារសំណង់ការងារខាងហ្នឹងអញ្ចឹងហើយគឺខ្ញុំបដោតសំខាន់ឥឡូវនេះងាកមករកការចំមន់ប្រកាសពូជមន់ឲ្យល្អធ្វើម៉េចនៅផ្ទះជុំគ្រួសារខ្ញុំក៏មានម៉ែចាស់តាទួតចាស់គាត់បញ្ជូនច្រើនខ្ញុំមិនគួរណាដើរទៅក្រៅពេកទេហើយរកចំណូលឲ្យបានហូបមិនថាវាច្រើនហួសហេតុយើងមិនលោភលន់ទេក៏ប៉ុន្តែឲ្យមានការហូបចុកគុតគង់គ្រួសារយើងនៅជុំគ្រួសារមានថវិកាខ្លះដូចជាក់ស្ដែងនេះខ្ញុំមានសុទ្ធមន់សម្រាប់ហូបមានសាច់មន់ហូបលក់បានលុយហើយខ្ញុំនឹងព្យាយាមពង្រីកបន្ថែមទៀតធ្វើម៉េចឲ្យមន់របស់យើងនឹងមានទាំងគុណភាពការប្រកួតប្រជែងទៅទីផ្សារហើយងាយស្រួលលក់ជាងមុនបាទដោយសារតែយើងនិយាយមិញគាត់ថាបានបញ្ជាក់បងថាសម្រាប់បងទទួលគម្រោងនេះរយៈពេលប្រហែលឆ្នាំហើយគិតដល់ពេលនេះសម្រាប់មន់ក៏ដូចជាសុទ្ធរបស់បងលក់លើទីផ្សារបានប្រហែលហើយក្នុងនោះភាគច្រើនឈ្មោះមកពីណាវិញទឹមយើងចាប់ដើមបានរយៈពេល7ខែដាក់គុណមន់នៅថ្ងៃទី16ខែកក្កដាមកដល់នេះមានរយៈពេល7ខែអញ្ចឹងគឺឆ្លងកាត់រយៈពេលនិយាយទៅចំនួនចាប់ដើមនេះគឺយើងឆ្លងកាត់ខ្ញុំគិតសម្រាប់ខ្ញុំគឺឆ្លងកាត់2ដំណាក់កាលធំដំណាក់កាលទី1គឺដំណាក់កាលដែលយើងថែទាំកូនមន់ដល់លំបាកខ្ញុំមិននឹកថាខ្ញុំអាចធ្វើបានព្រោះអីខ្ញុំមិនដែលចិញ្ចឹមកូនមន់ដល់1000ក្បាលហើយបញ្ហាប្រឈមពេលខ្ញុំលើកឡើងទៀតខ្ញុំប្រហែលជាអាចរំលងតិចចូលដល់ដំណាក់កាលដែលប្រឈមខ្លះផងដាក់ចំពេលហ្នឹងគឺពេលភ្លៀងផងបាទហើយការថែទាំពុទ្ធយកចិត្តទុកដាក់រឿងហ្នឹង
ទៅរយៈពេល7ខែហើយខ្ញុំក៏អាចទទួលបានផលឃើញផ្លែផ្កាឥឡូវនេះគឺខ្ញុំចូលដល់ដំណាក់កាលដែលសូមបញ្ជាក់បកក្រោយបន្តិចដំណាក់កាលនេះគឺយើងមានថែទាំគុនមន់ដល់លំបាកហើយយើងទៅការកត់ត្រាចំណីស៊ីប្រចាំសប្តាហ៍កត់ត្រាចំនួនមន់កើនគីឡូប្រមាណក្នុងមួយអាទិត្យហ្នឹងហើយមន់ហ្នឹងគឺបែងចែកជា10ក្រុមផ្សេងគ្នាទៀតអញ្ចឹងគឺត្រូវការរៀបចំទ្រង់បែងចែកវាឲ្យតាន់ការរីកលូតលាស់របស់មន់ប្រចាំអាទិត្យហើយកាលហ្នឹងគឺយើងខាងម្ចាស់ជំនួយក៏គាត់កំណត់ឲ្យយើងចាំមន់ក្នុងដំណាក់កាលថែទាំមន់យកពូជហ្នឹងរយៈពេល16អាទិត្យអញ្ចឹងយើងត្រូវការចាប់មន់ថ្លឹងរៀងរាល់អាទិត្យហ្នឹងពេលខ្លះគឺយើងត្រូវព្យាយាមធ្វើវាទោះលំបាកក៏ត្រូវតែវាធ្វើវាដែរព្រោះចង់ដឹងព័ត៌មានមួយដល់លម្អិតរហូតដល់ដំណាក់កាលនេះគឺដំណាក់កាលដែលយើងជ្រើសបានពូជមន់ស្គួយសម្រាប់យើងទុកប្រកាសយកពងនេះហើយអាមន់ដែលមានក្រៅផ្សេងនោះទៀតយើងខុសពីការជ្រើសរើសគឺយើងលក់ខ្លះហើយមានម្ហូបនេះធ្វើជាម្ហូបអីចឹងឥឡូវមានទាំងពងមន់មានទាំងសាច់មន់ហូបពីមុនគម្រោងមន់ខ្ញុំមាន200ក្បាលមុនចាប់ដើមគម្រោងគឺខ្ញុំមាន200ក្បាលបន្ទាប់មន់200ក្បាលនឹងធំគម្រោងក៏ដល់ត្រូវការដាក់គឺដាក់គុនមន់1000ក្បាលហើយឥឡូវនេះក៏ខ្ញុំនៅមានមន់មេ98ក្បាលមន់ឈ្មោល13ក្បាលហើយនៅមានមន់សាច់200ក្បាលនៅមានគុនមន់ទាំងទៅញាស់ទាំងមុន300ក្បាលជាងទៀតបាទតែឃើញបងថាមានកូនមន់លក់ដីសុទ្ធសាច់អីប៉ុន្តែសម្រាប់ទីផ្សារធំនៅក្នុងខេត្តនេះក៏មានការចេញពីខេត្តផ្សេងអត់ទេខ្ញុំឥឡូវនៅលក់ឲ្យឈ្មួញកដាលបាទហើយពងមន់អីនេះសម្រាប់បងប្អូនដែលគាត់យកទៅហូបពងមន់ដែលអត់សុំនិយាយតែពងមន់ដែលច្បកស្ដើងដែលអត់ត្រូវការភ្ញាស់អីហ្នឹងគឺខ្ញុំលក់ឬក៏ហូបខ្លួនឯងឲ្យកូនយកទៅហូបនៅសាលាអីចឹងណាប៉ុន្តែមន់ដែលមានគុណភាពយើងអាចភ្ញាស់បានយើងភ្ញាស់ព្រោះអីយើងលក្ខណៈជ្រាវជ្រាវយើងចង់ដឹងថាមន់ពងក្នុងមួយវគ្គដែលយើងដាក់រយៈពេល5ថ្ងៃយើងដាក់ចូលទូម្ដងហ្នឹងមានចំនួនប្រមាណក្របមន់ដែលអត់ពងដែលអត់គុណភាពយើងដកចេញប្រមាណក្របហើយចំនួនអត់បកកំណើតប្រមាណក្របព្រោះយើងចង់ដឹងពីសមត្ថភាពនៃការបង្កាត់សពនិមិត្តរបស់ខ្ញុំដែរព្រោះវាជារឿងដំបូងរបស់ខ្ញុំក្នុងការបង្កាត់ពូជតាមបែបសពនិមិត្តហ្នឹងអញ្ចឹងគឺខ្ញុំត្រូវការកត់ត្រាខ្ញុំត្រូវការដឹងទាំងអស់រឿងហ្នឹងហើយបើខ្ញុំខ្វះខាតការបច្ចេកទេសបង្កាត់សពនិមិត្តអីហ្នឹងគឺខ្ញុំស្នើយោបល់ពីគ្រូជំនាញអីគាត់ជួយទៀតប៉ុន្តែឥឡូវខ្ញុំអាចធ្វើបានហើយបាទគឺជាជោគជ័យមួយសម្រាប់ខ្ញុំនៅពេលហ្នឹងដោយសារខ្ញុំចេះចិញ្ចឹមមន់ឲ្យងាប់ចំនួនតិចចាំមន់បានចំនួនច្រើនដល់1000ក្បាលខ្ញុំអាចធ្វើបានប្រកាសសពនិមិត្តក៏ខ្ញុំអាចធ្វើបានហើយបើថ្ងៃណាបន្ទាប់ទៀតបើខ្ញុំការប្រកាសរបស់ខ្ញុំមានប្រសិទ្ធភាពកាន់តែខ្ពស់អត្រាញាស់កាន់តែច្រើននឹងគឺជាជោគជ័យកាន់តែធំសម្រាប់ខ្ញុំបាទដោយសារថាបងថាបោះដុំឲ្យឈ្មួញកណ្ដាលសម្រាប់1គីឡូប្រហែលនេះតម្លៃតាមប្រភេទមន់ហើយតាមរដូវកាលបាទរដូវកាលណាដែលមិនសូវជាត្រូវការទៅបានមាន1គីឡូ16000ហើយដល់20000អាហ្នឹងវាតាមពេលវេលាដែលគេត្រូវការច្រើនតិចចឹងហើយដូចជារដូវបុណ្យជុំចូលឆ្នាំចិននេះចូលឆ្នាំចិនមន់1គីឡូ20000ហើយអត់មានមន់លក់បាទខ្ញុំសប្បាយចិត្តខ្ញុំសប្បាយចិត្តមែនទែនហើយខ្ញុំនឹងខិតខំធ្វើឲ្យគម្រោងនេះដំណើរការទៅមុខទៀតបានដោយជោគជ័យហើយក៏អរគុណម្ចាស់ជំនួយខ្ញុំដែលបានជួយបើអត់មានការជ្រុំជ្រែងទោះជាខ្ញុំប៉កែខ្ញុំខ្លាំងប៉ុណ្ណាក៏វាការអភិវឌ្ឍខ្លួនក៏វាមានកម្រិតមិនអាចនឹងបានដល់ប៉ុណ្នេះលឿនទេប៉ុន្តែដោយសារការមានការជួយជ្រុំជ្រែងទាំងចំណេះដឹងធនធានកម្លាំងចិត្តនិងការទៅជួយក្រើនរំលឹកដែលគ្រូដែលគាត់ជាអ្នកអនុវត្តគម្រោងផ្ទាល់គាត់តែក្រើនរំលឹកជារឿយឲ្យខ្ញុំមានការខិតខំតស៊ូហើយអនុវត្តឲ្យត្រូវទៅតាមគោលការណ៍នឹងហើយដែលធ្វើឲ្យខ្ញុំបានឈានដល់ចំណុចមួយដែលទទួលបានជោគជ័យក្នុងការចិញ្ចឹមសត្វធ្វើបានល្អប៉ុណ្ណឹងខ្ញុំឈ្មោះកងអេតជាកសិករនៅភូមិអង្គថោតខាងលិចឃុំអង្គតសោមស្រុកតាមកក់ខេត្តតាកែវកសិករចិញ្ចឹមមាន់ក៏ដល់ពេលនេះមាន់មាននៅក្នុងកសិដ្ឋានយើងសរុបមានប្រមាណក្បាលដែរសរុបទាំងតូចទាំងធំប្រហែលជា2600អាធំអាមេប្រហែលជា250
chùm tư tam năng tí đó nè đánh tầm nạ pan này cô ai cũng chạm đây mua là đấy ban đầu cô chơi giờ món quay giờ món chấm tí muối món quay đó chấm tới việc thông là rôm bị chất tí xa cái châu chất tinh tí pí cho vậy thà ca bạc cát pui với nó tôi bị luôn chiêng món đợt tới cát pui ban sắp cho vậy thà bờ món đợt tới chất phèn bị rồi bờ bạc cát pui nắng bài chỉ bàn bài sắp từ bài tràm và những ca nhua vào với pu món quay đăng rất thon trình châm đài trình châm xây tiết đài trình châm đôi ta chia lại cả nạ của xã ban đại việt ti tuôi mà ta món mà rồi pi rồi thế mình màn đôi chân thế đời xa cùng rung cái chuối ô bột thom cái chuối dương vô dương từ riêng từ sâu từ kha từ la của ba của giang đo chấm nét đăng ấy của ba của giang đo là tại ca ấy tấu từ ở nhóm nó miền thực chất trong châm chờ trong thì vậy thang cao bị muốn áo vừa thà chi phí về xóm rùm về cái là về mình toàn bán ở thu thiết đó là pe thì châm mòn nâng tấu đó là pe lụa mòn này tấu ban vào mùi bờ khai tấu chi phí tấu và ai lụa tấu ai miền lôi tấu cô niên tấu hà chia lai ấy pi bay ai chọc chẳng đấy được xa mà chỉ mà khai chứ như lụa bán bay buôn phải chỉ mà khai phải chỉ ai bay buôn bẻ mở chẳng đấy đó là câu từ điên đâu không pin bàn ở xã chi phí ở thu rồi chắc bàn trong khách khom chỉ châm mòn chùm lấy có chùm núi nó có cái ảo tinh phân tay cái ảo phải chỉ chiêng bèo đào này mình chắc phải trên là sao phải chỉ hốc sắp bia sai sắp bia rồi dương bùng pin mà thay thế nàyการปรับปรามมันเคยถึงเรียนการเป็นรูมถึงเรียนการที่ทำการก็บอกรัฐบาลเคยทำผู้โซ่เราผู้มีพันธตาปริจักทานมวลผู้ประทานจิตติในปีอนาคตเต้าขยมนังอายปริจักทานทุ่มยังนังตัวเตียดแบบภูมินึกซึ่งอาท่าด่ามอนต่างอ้อมมองอันมีตัวด่าไอต่างอ้อมเลยแบบจงปริดังดับปีปริเก้าสัปมวลไปเลยปริประชาชนไม่พูดเรื่องราวที่การลุกมวลทำใช้นำตามลุกมวลเวลาสำหรับมวลที่เราคิดถึงจีมวลจะพูดที่กมวลจะสิ่งเดียวล้วนทั้งเบียจำเราคนนี้ใบตีบุ้ยเป่งตีปีโกนตีใบโกนนั้นเสซอลบีกี้เยอะยืมมันจำขณะยังจำยืมโยตัวลุจำนู้ทมลุคิดจีกะโลได้ลุจีกะโลนั้นดำใบเจริญรองเอาเท้าคายตะกี้ตำเรากาดูมาบนกาแต่ใครเกลือบัวแล้วคือลวกมันทลายมาโลเราดอกปีเมื่อมันปอนเปิดกิจปีสบายจัดกิจด้วยเบื่อคำเป็นในออยังแต่กลุ่มรู้ในออเราซียังปีออดปีมัดซุ่มเราดยังเมียนมุกเมียนมอดเมียนอาชีจกบกปีเอาโกนเห็นบ้านขุบเต้ามาเพียนไล่ขุบใบขุบยางอ๋อแต่อ๋อเขาไม่ได้โดยอ๋อก้นจุ่มพวกองกาอ๋อก้นในเราถ่ายบาลแต่คัดความจุยปนักนังเอาขยมจำมอนให้เหมือนแต่จำแต่คงบัวซาบอกยมไหมยมอาจไปรีตัวเนี้ยจิตค้างอาจเอาจำแนกดังตัวเนี้ยจิตค้างนั้นเธอดูยมจังดอกเธอดูยมจังเวียปูจะเพียนลางติก่อนมาได้แล้วนั่งบาทมาปอนได้แค่นี้จังนี่ยัยใหญ่จังนี่ยัยท่าตีมุ้ยมาเลยกบาเชียงนั่งโยมบดะถูกประกาศปูตีปีขยมโยใส่ซอแล้วใส่ซอปีมาเลยกบาแล้วเต้าจินจำนึ่งถุงขังโบ้งไปจีโจปีใบเหยกบาดอลปีใบเหยกบานั่งไปจับดามโปนี่คือจับดามโปนี่คือขยมอัดลุยนั่งให้ก่อนลุยได้ตุกโปด้วยจุดเพื่อนหนุ่มตู้ก่อนหนุ่มตู้เราไปจีมาดองมันแผ่เมยไม่ต้องตุกแผ่เมยถ้าใบบุญเชื่อเนี่ยปีปอนมาได้เปิดขายไปให้เจ้าเยอะเบอร์ประธานลวกมองกอดกิดแต่ลวกได้นะไปให้มอนไปให้ปีปอนประมวยเลยสุดแต่มอนนั่งอันมีมอนปีนาโจให้การนามอนการจะทานจังเฮียนหรือติงมอนโจไม่บานอัดบานได้ยังขายฉลองเบอร์จะเรื่องจีดิชมเลือกนี่เลือกแต่โบเตียนจีเกี่ยวหมกโจนเลือกแต่โบเตียนจังใหญ่ตาจีชมมาดองยมจะด่าเสดัก
mà sẽ bị lan nó chặt trong bao chặt cho lần đó đó là pe clear mà đó từ châu của bật nó thì châu ở dài đừng nó thấy tôi sẽ lõ thu đây tầm năm còn lõ xấu còn lõ đốn cái chân đó đốn trong đạn không mà cúm chỉ nào thì tích cọp mà bảo sau là nó chăm tật sới tức lo mà sẽ giống trơn sẽ giống bài gì cho pi ta chiên chết chỗ bấy bài gì chích cho pi liên này có pi liên á sẽ giống trơn cúp có gì nữa đã sẽ đang mong thế bây khoa khác đây chẳng vậy ta khoa khác cả là đại dương phun dưới cái phun không ai phun chúng ta phun lại chứ này cả là đại vô mà phun nó dương lấy ai ngoan đã đốn đã đồng nam mới được tí ai khoa sẽ ọt chăm cả là chăm thấy vô tức màu ngoan nó ọt lọ tôi chỉ xây ra ọt tôi cao cho ngư pin tức pin đây những ọt pin pa pho được không xem tầm mòn đừng mà tức cái pha đối tức xuất pha mà nào có chuyện là pha chạy cha liên nhóm mua con phải rống chia mà cha cạ dịch hèn cạ dịch hèn nhớ con mòn sái con phải rống chua nhom chẳng đại cha ơi nãy cô pi môn máu nhom pi quan đập bay nắng nhom chiếc nhớ thảm đa mê đập bè thì hay cạ dịch co nhóm miên tập bay nãy thì đầm bố á tại bây giờ bọn ấy cạ dịch co nhóm làng đào mà rồi 20 nãy chiêng nông nông trống nhóm ấy cứ buồn vốn lại cái nãy chia cạ dịch hèn thì tại bây giờ bọn liên nhóm khai tôi chia sạc cùng hay bị môn mới dân chăm tạch tại bây giờ bọn ấy dân mình bên dân che màu luôn anh thì cứ miên cùng rong xinh tôi chia cùng rong aspay cùng rong em cứ cắt chuối bắt đầu là hốt đào ban cùng rong ba lục khủ máu ban dân chập đam và sọt mòn square đi vì môn mới dân chỉnh chăm hay nhớ đấy tay lại cái nãy chia mòn chấm rau tay đạp về khang lục khủ quạt máu dân chập đam biên và sọt bụi mòn square nâng về khâu kia thằng tha vì môn mới dân ắt sâu chập rầm vì bụi mòn square nâng tì tay đạp về quạt máu tới chập rầm tì muối bụi mòn square bên này dân thằng tới tụm nguồn viết nguồn chiêng mòn dân thầm đà tụm nguồn viết hay rôm viết đâu là chiêng mòn hay sạch viết có hiện ad đang về hùm tàu ơi đôi chuyện đã ra đây đôi chia mình smoke smile ấy đấy nãy khu của ấy dương chia cả sĩ có dương mình đang chia thưa ấy lùm bạc ôi chuẩn độc chiên năng nghề dương thầu ta thưa ấy tì muối tam cặp tóc bụi man square đấy thưa hay dương lụa ban thay chiên bụi man thầm ở đè chè vía tầm lại vía thay chiên vía bạc can bạ chùm nô dương chiên một chè đôi xe vía lụa ban thay chiên bụi man thầm ở đè đời xe muôn suối Việt Nam ở muôn và phê muôn chùm rọc thoa mà đá thì mỗi cái thì có quạt tinh côn muôn do tần trăm tấu quạt do tàu chỉnh trăm về thông tao bên bành hai lũ muôn xa chặt chỉnh đời xe thì muôn họ sau đó rôm qua sở bỏ Việt xa trường Việt xa chẳng nó sạch sẽ lệch bàn tay chùm pua muôn suối vĩnh chỉ nói tí muối ở viên trăm tao của lỗ Việt ngôn chỉ nói tí bí về để thông tao cứ ra này này ban lụa ơi ở khao nó cứ cao sầm 4 phía rồi mong để xa tê rong biết đốc sạch mền tèn đo chật anh đang chia chừng được môi đài tại khao phía chấn được phải để quạt ở mò tinh đó quạt tay tại nhanh chỉ mới cả cái cò thay ở mòn nó rong mặt đo đưa có anh trắng ấy nè bố chắc mình nhom bộ nhom phải để khang cùng rong đi quạt máu cứ nhom chập ở rầm khang mền tèn để xa để nhom chừng nói nhí cứ chia chừng nói để nhom trăng màn tìm mỗi ban pha phải cho tiếng nhóm ban tiếng ở dương ban bật vì sao thấy ban oi cả giờ cao quạt tinh như từng trăm hay quạt ở chân này lôi tinh chân này trao thì trăm hay cứ đang tập ban pha máu cứ ban trầm nành tại mà đòn trắng ấy bố chè anh đi bật nam tòa ai bị chẹt bán đấy có cái banของโรงថ្មីរបស់ជាជាមួយរបស់រដ្ឋាភិបាលអូស្ត្រាលីដែលឡើងខ្ញុំជែកមិញថាដូចជាមានកូនសមាជិកក្រុមហ្នឹងមកជា100គ្រួសារជាងក៏ពីទូគម្រោងមានកើនទៀតទេហើយការយកទៅហ្នឹងយ៉ាងម៉េចដែរកើនលោកគ្រូដោយសារចេះខ្ញុំកាលពីមុនមកកសិករខ្ញុំតែ70គ្រួសារជាងទេដល់ពេលគាត់ចូលមកខ្ញុំនឹងខំពង្រឹងខ្លួននឹងពង្រីកកសិករបាន150នាក់ដែរហើយខ្ញុំនឹងត្រៀមអនាគតទៅខ្ញុំនឹងត្រៀមផលិតកូនមាន់ហ្នឹងដើម្បីលក់ចែកចាយទៅក្នុងសហគមន៍របស់ខ្ញុំជាដំបូងគេហើយដើម្បីឲ្យសាយភាយទៅក្រៅទៀតmình ai chọn thì biết là cả bàn chạy cối nước không là dạng về một màn khác cho anh bàn chạy cối 5 ថ្ងៃម្ដង
ចាឥឡូវឲ្យដោយសារពីមុនមកពងបានហ្នឹងវានៅតូចពងបានកំមុំយើងអត់ទាន់ភ្ញាស់ច្រើនឥឡូវយើងចាប់ផ្ដើមដាក់យើងនឹងដាក់5ថ្ងៃគ្រួសារនេះ5ថ្ងៃគ្រួសារនេះចឹងណាដាក់ខ្សែភេទនៅក្នុងសហគមន៍យើងហ្នឹងឲ្យបានគ្រប់គ្នាច្រើនដើម្បីប្រសុទ្ធពូជមាន់ស្គួយហ្នឹងហើយយើងទទួលពងពីគាត់យកមកដាក់ក្នុងសហគមន៍ហើយយើងភ្ញាស់លក់ចែកចាយទៅបណ្ដាខេត្តផ្សេងទៀតជាលទ្ធភាពក្នុងមួយថ្ងៃអាចគ្រប់គ្រងអាចប្រមាណអើយបើមាន់ស្គួយនេះ5ថ្ងៃយើងអាចលក់បានតែត្រឹម200ទេតែយើងនឹងអាចពង្រីកថែមទៀតពង្រីកថែមឲ្យច្រើនទៀតចាតែកូនញាស់ហើយឬកូនយកពងកូនញាស់ហើយប្រហែលខែទៅត្រូវលក់អីទៅអើយតាមកាប់បតោពងយើងដាក់វិលជុំ5ថ្ងៃយើងដាក់ម្ដងអញ្ចឹងក្នុងមួយខែយើងលក់បាន6ដងដែរអាហ្នឹងសម្រាប់មាន់ស្គួយតែបើសិនណាជាមាន់យើងស្រែធម្មតាគឺមានច្រើនក្នុងមួយខែយើងអាចផលិតកូនបាន20000ជាងចាហ្នឹងដោយសារយើងទទួលទិញពងពីកសិករមកហ្នឹងមាន់អត់ស្គួយតែបើមាន់ស្គួយក្នុង5ថ្ងៃបានតែត្រឹម200អីទេមានស្គួយក្នុង50%ចាដោយសារយើងពងប្រសិទ្ធយើងអត់ទាន់បានផ្សាយភាយទៅគាត់ច្រើនទេមិញជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលីក៏ជាជំនួយតែរបស់អង្គការមកពីអាហ្វ្រិកសម្រាប់ផ្ទះអ្នកមិញទទួលបានមាន់ប្រហែល10000ក្បាលចាឲ្យមាន់ចំនួន1000ក្បាលចាកូនមាន់ណាលោកគ្រូ1000ក្បាលនឹងគាត់ឲ្យថ្លៃចំណី$2000ហើយនឹងថ្លៃត្រង់$450ដែរគាត់ជួយឧបត្ថម្ភហ្នឹងនៅក្នុងត្រង់នេះមានមេពូជក្នុងក្បាលមេពូជវាកាលយើងដាក់ហ្នឹងចំនួន96ក្បាលនិងបែ14ក្បាលចាឲ្យដាក់នៅចែកចាយលើទីផ្សារណាគ្រូតាមពិតមាន់វា6ខែយើងពេញពងហើយពងលក់អញ្ចឹងយើងចំពោះមេពូជយើងអាចទុកវាបាន2ឆ្នាំឯណោះបើសិនជាយើងទុកណាចាហើយយើងអាចចែកចាយកសិករយូរតែដល់យើងចង់ចែកចាយខ្លាំងនៅចំនួនទី2ឥឡូវនេះវាចំនួនដូចសសូននេះលោកគ្រូតែបន្ទាប់មកបានចំនួន1អញ្ចឹងបានដល់ចំនួនយើងដែលប្រសិទ្ធឥឡូវបានកូនហ្នឹងបានមេទៀតទើបយើងបានចែកចាយបានច្រើនព្រោះអីបាន1000មុនហ្នឹងយើងប្រសិទ្ធយកបានតែកៅជាងទេតែដល់ពេលអាកៅជាងនេះយើងទុក1000ទៀតហ្នឹងវាអាចបានកូនច្រើននឹងចែកចាយបានច្រើនគាត់ផលិតអត់ទេគាត់ឲ្យពួកខ្ញុំជាអ្នកផលិតពងចាគាត់យកឧទាហរណ៍ថាខ្ញុំកំពុងតែបន្សុទ្ធមេនេះអញ្ចឹងគឺខ្ញុំចាប់ផ្ដើមចែកចាយដំបូងគឺឲ្យអ្នកដែលគាត់ផលិតពងឲ្យខ្ញុំចែកចាយកូនមាន់ទៅឲ្យគាត់ទប់មកគាត់ពេលដែលមាន់នឹងបានផលមករើសពងយកមកលក់ឲ្យខ្ញុំអញ្ចឹងមិនខ្ញុំអាចចែកចាយទៅក្រៅបានចាកសិករច្រើនទៅធ្វើជុំទៅវិញទៅមកកន្លែងភ្ញាស់តែមួយកន្លែងនេះគ្រាន់តែថាយើងដាក់មាន់ពូជឲ្យគាត់ដល់ពេលគាត់បានពងមាន់គឺលក់ឲ្យយើងជួយទីផ្សារគាត់ជួយទីផ្សារពងសម្រាប់កសិករទាំងអស់ហ្នឹងតាំងមាន់ពូជតាំងពីមាន់សាច់និងពងមាន់គឺផលិតមកយើងសហគមន៍យើងទទួលទិញចាសម្រាប់កូនមាន់ឯនេះលក់ចេញឲ្យដៃគូតាមមកគាត់អើយកូនមាន់បើយើងមាន់ចម្រុះអាហ្នឹងតម្លៃ32ឯតែញោះតែបើមាន់ស្គួយយើងលក់បានឲ្យ4000ចាដោយសារគាត់ចង់បានយកទៅធ្វើពូជដែរអញ្ចឹងវាថ្លៃជាងមាន់យើងធម្មតាដែរចំណុចពិសេសហើយតែយើងអត់មានកូនគ្រប់ឲ្យគេទេដោយសារយើងមិនទាន់ប្រសពបានច្រើនអញ្ចឹងចាជាក្តីរំពឹងថានឹងអាចបរិបបន្ថែមទៀតដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ជីអនាគតទៅខ្ញុំនឹងខំពង្រឹងសហគមន៍ខ្ញុំនឹងឲ្យបានច្រើនជាងមុនរាប់ម៉ឺនក្បាលដូចមាន់យើងធម្មតាអញ្ចឹងយើងនឹងពង្រីកខ្លួនឲ្យធំជាងមុនដើម្បីចែកចាយមាន់នឹងទៅខេត្តផ្សេងទៀតយើងនឹងខំបានច្រើនជាងមុនបងចុះបើយើងអាចដឹងចំនួនដូចនិយាយថាមាន់ស្គួយនេះប្រភេទនេះក្នុងមួយឆ្នាំយើងអាចរកចំណូលតាមរយៈមាន់បានច្រើនដែរអ្នកគ្រូបើគិតទៅឲ្យមេកៅជាងនេះវាពងមួយថ្ងៃពី45ទៅ50បើយើងផលិតកូនវាបើថាសម្រាប់មាន់ប៉ុណ្ណឹងមួយខែវាអាចបាន1000ពងជាងបើ1000ពងជាងក៏យើងអាចចំណូលបានរាប់ពាន់ដុល្លារដែរអ្នកគ្រូចាបើយើងលក់បាន1រៀលបើ1000ក៏វាបាន1000ដុល្លារដែរអើយមាន់ទាំងអស់ហ្នឹងអ្នកគ្រូដែលចែកដែល96ក្បាលហ្នឹងក្នុងមួយថ្ងៃវាបានពងពី45ទៅ50បើអញ្ចឹងយើងមួយខែវាពងជាង1000ដែរតែបើយើងលក់កូនវាអាចត្រឹមថា1000មក900ដែរអញ្ចឹងក៏ចំណូលអាចចូលក្នុងគ្រួសារយើងច្រើនដែរចានិយាយទៅអាចមាន់90ក្បាលជាងអានេះខ្ញុំគិតតែជាមួយមាន់ស្គួយនេះណា90ក្បាលជាងហ្នឹងអាចចំណូលបើចេញជាកូនទៅវាបាន
là bạn tha 4 liến tàu 3 liến chiềng 3 liến chiềng 4 liếnចាក្នុងមួយខែ នេះគាត់លក់កូនមន់ លក់កូនមន់ចាអញ្ចឹងលោកគ្រូអើយមន់ដល់ពេលវាញាស់មែនតែនទៅយើងដាក់5ថ្ងៃម្ដង5ថ្ងៃម្ដងអញ្ចឹងវាវិលជុំក្នុងមួយខែហ្នឹងវាលក់វិលបានរហូតដែរចាជាប្រចាំវាជាប្រចាំតាមនិយាយទៅបើសម្រាប់មុនតាមអាយុកាលអ្នកខ្លះគាត់ក៏មកអាទៅញាស់បាក់សាំងម្ដង2ដង3ដងតាមហ្នឹងអញ្ចឹងណាចាតាមគេក៏មកចាខ្ញុំសូមសំណូមពរដល់ខាងគម្រោងដែរឲ្យជួយក្រុមយើងបន្តទៅទៀតដើម្បីឲ្យដឹងថាឲ្យប្រសិទ្ធមន់នេះយើងឥឡូវបច្ចុប្បន្ននេះវាមិនទាន់សុទ្ធទេវាចេញពីចំណុច0ទៅអញ្ចឹងខ្ញុំសំណូមពរថាឲ្យគម្រោងជួយចាប់ចុងចាប់ដើមរហូតដល់មន់ហ្នឹងចេញថាប្រេនចាមានយីហោថាមន់ហ្នឹងមន់ស្គួយរបស់កម្ពុជាខ្ញុំមិនមែនថាមន់ស្គួយនេះសម្រាប់គ្រួសារទេខ្ញុំចង់ធ្វើឲ្យថាមន់ស្គួយនេះជាមន់ស្គួយរបស់កម្ពុជាយើងហើយមានថាជាអ្វីដែលសម្គាល់ច្បាស់ថាពូជមន់ខ្មែរយើងចាហើយជាពិសេសទៀតខ្ញុំសូមឲ្យនិយាយដល់ម្ចាស់ជំនួយនិងដល់រាជរដ្ឋាភិបាលដែរហើយនឹងសម្ដេចហ៊ុនម៉ាណែតនិងជំទាវដែរហើយនឹងខាងក្រសួងកសិកម្មដែរឲ្យជួយគ្រប់គ្រងខាងវិស័យមន់ស្រែយើងមន់នេះតាមការតែខ្ញុំដឹងទៅជាមន់ខ្មែររបស់យើងតាំងពីដើមដូនតាមកការលោកគ្រូគាត់មកគាត់ថាហេតុអីបានខ្ញុំអត់យកមន់គេខ្ញុំថាខ្ញុំអត់យកទេព្រោះអីមន់ជាមន់ស្រែហើយកសិករយើងគាត់ពេញនិយមហើយគាត់ចូលចិត្តចិញ្ចឹមតែមន់ស្រែហ្នឹងទេអញ្ចឹងបានខ្ញុំមិនយកមន់គេទេយើងយកមន់ខ្មែរយើងអញ្ចឹងខ្ញុំសំណូមពរថាឲ្យម្ចាស់គម្រោងនិងរាជរដ្ឋាភិបាលនិងខាងក្រសួងកសិកម្មជួយគ្រប់គ្រងពួកយើងទាំង3នាក់ដើម្បីធ្វើយ៉ាងណាឲ្យមន់ខ្មែរយើងហ្នឹងវាសាយភាយនៅក្នុងប្រទេសយើងឲ្យមានចិញ្ចឹមគ្រប់គ្នាចានឹងខ្ញុំសូម